វាចាប់ផ្ដើមញ័រគឺបែបនេះហើយនេះយើងបាញ់លើកទី3ហើយវានៅតែពងនៅតែញាស់បន្តទៀតតែបាញ់មិនឈ្នះបងប្អូនខំពងហើយសម្រាប់តកៅបាទយើងដូរសារធាតុថ្នាំដើម្បីកុំឲ្យតកៅវាស៊ាំយើងអត់ចោលទេប្រេងជំរាបនេះថ្នាំបើភេទទឹកប្រើប្រភេទនេះជីសាន់ដំនេះពួកនេះរកប្រើនេះថ្នាំបាទគ្រប់ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំជឿជាក់ថាបងប្អូនដែលដាំពោតក្រហមនៅដើមខែ7នេះពិតជាទទួលរងនៅការបំផ្លាញដោយសត្វតង្កូវច្រើនមែនទែនជាពិសេសរូបខ្ញុំផ្ទាល់តែម្ដងខ្ញុំជួបហើយក៏ខ្ញុំចែកម្លែកដល់បងប្អូនដទៃទៀតដែលធ្វើដំណាំពោតក្រហមអញ្ចឹងបងប្អូនមកមើលវីដេអូនេះពិតជាមិនខុសទេហើយខ្ញុំរៀបរាប់ប្រាប់បងប្អូនពីដំណាក់កាលដូចតទៅហើយពីមុនបងប្អូនធ្លាប់ប្រើសារធាតុថ្នាំអ្វីបងប្អូនអាចបដូរដើម្បីកុំឲ្យតកៅវាស៊ាំបាទតកៅវាស៊ាំគឺបាញ់ទៅមានន័យថាវាអត់សូវជាងាប់បានល្អ 100%ទេហើយមួយទៀតយើងបដូរសារធាតុថ្នាំណាដែលអាចសម្លាប់ទាំងពងសម្លាប់ទាំងមេបាទអញ្ចឹងបងប្អូនដែលមានបញ្ហាដែលខ្ញុំបកស្រាយខាងលើនេះបាទអញ្ចឹងបងប្អូនទៅទស្សនាជាមួយនឹងខ្ញុំបាទខ្ញុំនឹងរៀបរាប់ដូចតទៅបងប្អូននឹងចូលវីដេអូនៃការរៀបរាប់ទាំងសារធាតុថ្នាំខ្ញុំចង់បង្ហាញបងប្អូននេះគឺជាពងនឹងទៅបាទវាចាប់ផ្ដើមញាស់ទៀតហើយការប៉ះទៅយើងបាញ់មិនមែនថាងាប់ទេបងប្អូនប៉ុន្តែងាប់ហើយមេអំបៅវាច្រើនចំនួនច្រើនអញ្ចឹងវាចាប់ផ្ដើមពងបន្តរហូតអញ្ចឹងធ្វើឲ្យការបាញ់សម្រាប់របស់យើងបានតាមមួយឆាវទេចំគឺងាប់បាទហើយចំស្លឹកទៅកៅចេញមេស៊ីវាងាប់ប៉ុន្តែសម្រាប់មេអំបៅគឺអត់ងាយងាប់ទេបងប្អូនគឺវាបន្តពងរហូតបងប្អូនឃើញពោតខ្ញុំសុភាពពោតខ្ញុំគឺស្លឹកគឺដាច់ជ្រិលមែនទេហើយរយៈពេលត្រឹមតែ1សប្តាហ៍បងប្អូនភ្លេចខ្លួនគឺស៊ីខ្ទេចអញ្ចឹងខ្ញុំមកជែករំលែកឲ្យបងប្អូនដែលបាញ់ម្ដងជា2ដងសារធាតុថ្នាំដដែលបងប្អូនមកបដូរដល់ប្រើសារធាតុថ្នាំដូចខ្ញុំបង្ហាញនេះវិញសារធាតុថ្នាំនេះដែរគឺជាសារធាតុមួយដែលបងប្អូនប្រហែលជាអត់ធ្លាប់បានប្រើទៅទេបងប្អូនជាទូទៅប្រើតែអ៊ីម៉ាទេហើយកុំឲ្យខាតពេលវេលាយូរអញ្ចឹងទៅទស្សនានៅការលាយថ្នាំនិងសារធាតុថ្នាំអ្វីខ្លះបាទនៅការសម្រាប់ដង្កូវផ្ស៊ីពោតឲ្យផ្ដាច់តែម្ដងបងប្អូនឲ្យផ្ដាច់ពូជតែម្ដងអញ្ចឹងបងប្អូនទស្សនាមួយខ្ញុំហើយចំណុចខ្វះខាតអីជួយណែនាំថ្នាំទៅនោះហើយថ្នាំសារធាតុថ្មីបាញ់ខំពងហើយសម្រាប់តកៅបាទពេលយើងដូរសារធាតុថ្នាំដើម្បីកុំឲ្យតកៅវាស៊ាំពេលនេះមកធ្វើអានេះជំរាបពេលជំរាបនេះមកនេះអូនពេលជំរាបយើងនេះយើងអត់ចោលទេពេលជំរាបហើយសម្រាប់ថ្នាំពៅបងប្អូនយើងនិយាយថ្នាំពៅចូលតែម្ដងនេះថ្នាំពៅភេទទឹកហើយប្រភេទម្សៅយើងប្រើប្រភេទនេះជីសាន់ដំនេះពួកនេះរកប្រើនេះថ្នាំពេលនេះគឺយើងថ្នាំតកៅបុកជាមួយថ្នាំពៅតែម្ដងហើយលាយគឺលាយដាក់នៅក្នុងស្តេនហ្នឹង1000 លីត្របាទហើយឃើញថាថ្នាំបែរជាបងប្អូនគាត់អាចរកទៅទិញបាននៅតាមឌីប៉ូផ្សេងអត់ពិបាកនឹងការរកទេអញ្ចឹងបងប្អូនដែលមានចម្ងល់អាចខមមិនខាងក្រោមខ្ញុំនឹងប្រាប់សារធាតុថ្នាំផ្សេងទៀតបើសិនជាបងប្អូនទៅការទៅទិញណាហើយនេះគឺជាសកម្មភាពដែលខ្ញុំបើក tractor ដឹកទឹកបាទទៅចំការយើងបាញ់ដង្កូវលាយជាមួយថ្នាំពៅនេះចង់ដឹងថាតើប្រសិទ្ធភាពនៃការបាញ់របស់ខ្ញុំវាមានប្រសិទ្ធភាពបែបណាចឹងទៅទស្សនានៅវីដេអូក្រោយបងប្អូនដូចឃើញស្រាប់ហើយការបាញ់របស់ខ្ញុំវគ្គនេះគឺខ្ញុំប្រើដងអាស័យដោយសារតែពោតវារៀងខ្ពស់អញ្ចឹងដងអាស័យ
vì bạn soi sọc vì lỡ lõ và vì về chấm hai tật bạn lõ tụi bây vì ở soi chỉ mình tật tràn chụp cho video cái đó thế sao vậy này cái dương mình chỉ một tham pơ chẳng viên trâu oi tham pơ soi sọc từ lỡ sọc bạn lõ và chụp bạn lõ bạn lươn vì về chấm hai á thì bằng phone bên ta bằng đội nhóm được gặp ra đòn các bạn mồi tế chui của mình lại mồi tập phong đây thì ní cái chia cam ở phía bằng bắt tỏ tiết trong một phone từ từ sana video cả bằng đồng cờ cho một nhóm ta bằng rồi biết trầm trơ rồi có dạng nào chẳng từ từ sana từng ngọc ní hay nâng pin video cao tiết rồi giờ về mặt tất cả trong nâng thọt tại tôi nâng phải tập hiệp tham nâng cờ ní hay nâng tham tới ta vì miền càn đó rồi có dạng nào dạng đấy complete tu sanaនៅ video ក្រោយផងហើយឥឡូវនេះទៅមើលទស្សនាវីដេអូដែលជាសកម្មភាពបាញ់របស់ខ្ញុំដូចទៅទៅមើលលទ្ធផលទាំងអស់គ្នាបងប្អូនប្រភេទថ្នាំតកៅនេះដែរខ្ញុំសុំនិយាយដែររាប់តិចតទៅតាមតកៅប្រភេទ SC នេះប្រភេទទឹកប៉ុន្តែអត់ក្លិនទេបាទប្រភេទត្រជាក់អត់ដូចអឺសេប្រភេទទឹកប្រភេទក្តៅហើយក្លិនអញ្ចឹងណាបងប្អូនយើងត្រូវរៀនស្គាល់ថ្នាំតិចទៅដើម្បីសុវត្ថិភាពអ្នកបាញ់អ្នកប្រើប្រាស់អញ្ចឹងណាបងប្អូនបាទនេះជាសកម្មភាពដែលខ្ញុំថតពីលើទៅឃើញថាការបាញ់ប្រើដងអស័យមើលទៅវាមួយយ៉ាងដែរបងប្អូនវាចំណេញទឹកហើយវាបានលឿនតែសម្រាប់ជាក់ស្ដែងតកៅងាប់ឬមិនងាប់យើងអត់ដឹងទេតាមដានតែខ្ញុំជឿជាក់ថាថ្នាំនេះគឺជាថ្នាំមួយដែលល្អប្រើសម្រាប់ថ្នាំសម្រាប់តកៅបាញ់ឲ្យឃើញមេអំបៅហោះមែនទេបងប្អូនហុកចេញមេអំបៅសច្រើនណាមេអំបៅហុកចេញតែម្ដងអត់ក្លិនទេបងប្អូនតែឆ្នាំនោះមេអំបៅស